បន្ទាប់ពីប្រជាស្រីនាំវ៉ាងលិនចូលនៅក្នុងរូបភ្នំស្ងាត់ដែលជាទីកន្លែងហាមឃាត់នៃបកប្រសាទសង្គ្រាមវ៉ាងលិនគឺពិតជាមានការផ្ចាប់ផ្អើលដោយសារតែនៅក្នុងរូបភ្នំស្ងាត់នេះវាគឺសម្បូរទៅដោយកម្លាំងថាពលវិជាដ៏អស្ចារ្យដូច្នេះប្រជាស្រីគាត់បាននិយាយបញ្ជាក់ប្រាប់វ៉ាងលិនម្ដងទៀតថាវិជាសិនតូវាគឺជាកណ្ដោទ្រព្យដែលមានតម្លៃបំផុតនៅក្នុងប្រសាទសង្គ្រាមរបស់ពួកគាត់អញ្ចឹងឯងគឺយើងអនុញ្ញាតបានថាវិជាសិនតូនេះវាគឺជាវិជាបុរាណហើយប្រសិនបើហ្វឹកហាត់វាជោគជ័យអត្រានៅក្នុងការឆ្លងផុតទៅដល់កម្រិតទី4នោះវិញក៏កាន់តែមានភាគរយខ្ពស់ផងដែរហើយប្រចាំទីវិជាសិនតូនេះក៏ត្រូវបាននាំមកដោយបុព្វបុរសនៃបកប្រសាទសង្គ្រាមរបស់ពួកគាត់អស់រយៈពេលរាប់ពាន់ឆ្នាំមុនមកហើយវាគឺមិនងាយស្រួលនៅក្នុងការហ្វឹកហាត់នោះទេយល់រួមទៅប្រសិនបើហ្វឹកហាត់ត្រឹមអានធម្មតាហើយនៅពេលដែលបានចេញទៅខាងក្រៅនឹងត្រូវបានបំភ្លេចទាំងអស់យល់រួមទៅវិជាសិនតូវាពិតជាមានអានកំបាំងដ៏ជ្រាលជ្រៅអញ្ចឹងឯងប្រជាស្រីគាត់ក៏បានអោនគ្រប់ទៅកាន់ចិញ្ចើមថ្មដ៏ធំដូចជាពូមុខនេះដោយគាត់ក៏បាននិយាយទៅដល់បុព្វបុរសសិនឆុងដែលពឹងផ្អែកទៅលើវិជាជំនាញរបស់គាត់គឺបានឆ្លាក់វិជាទាំងអស់ហ្នឹងនៅលើចិញ្ចើមពណ៌បៃតងដ៏ធំនេះហើយបន្ទាប់មកបញ្យូរប្រមាណបន្ទាប់ពីគាត់ឆ្លាក់វិជាសិនតូទៅកាន់ចិញ្ចើមថ្មពណ៌បៃតងហ្នឹងគាត់ក៏បានស្លាប់បបរជីវិតបាត់ទៅអញ្ចឹងបន្ទាប់មកភ្លាមវ៉ាងលិនគេក៏បានស្ដាប់ឮសំឡេងនិយាយចេញពីចិញ្ចើមថ្មពណ៌បៃតងហ្នឹងអញ្ចឹងណាគឺនិយាយតាក់ទងទៅដល់កូនសិស្សចំនួនក្រោយនៃវិមានប្រសាទសង្គ្រាមរបស់គាត់ក៏ត្រូវតែប្រើប្រាស់ការចងចាំហ្វឹកហាត់វិជាសិនតូនេះឲ្យមានភាពប្រុងប្រយ័ត្ននិងហ្វឹកហាត់ឲ្យបានល្អទៅអញ្ចឹងវ៉ាងលិនក៏បាននិយាយទៅកាន់ប្រជាស្រីគឺតាក់ទងទៅដល់វិជាសិនតូដែលបានឆ្លាក់លើចិញ្ចើមហ្នឹងថាគឺវាមានរាប់ពាន់ឃ្លាហើយដើម្បីបញ្ជាពួកគេគឺមិនកត់ត្រាវានៅក្នុងសៀវភៅហ្វឹកហាត់នៅខាងក្រៅទៅវាគឺល្អជាងតែទោះបីយ៉ាងណាក៏ដោយប្រជាស្រីគាត់គឺមិនបាននិយាយបកស្រាយប្រាប់វ៉ាងលិនឲ្យបានដឹងនោះទេគឺបានត្រឹមតែនិយាយថាវិជាសម្ងាត់សិនតូវាគឺមានអាចកំបាំងដ៏ច្រើនអញ្ចឹងគាត់ក៏បានចាក់ចេញទៅខាងក្រៅទៅនឹងឲ្យវ៉ាងលិនហ្វឹកហាត់ដោយមានភាពប្រុងប្រយ័ត្នដោយខ្លួនឯងផងដូច្នេះវ៉ាងលិនគឺមិនឲ្យខាត់ពេលច្រើនទេនោះទេដរាបណាគឺហ្វឹកហាត់វិជាសិនតូនេះដោយជោគជ័យប្រកបជាមានតម្លៃជាច្រើនតបស្នងមកវិញជាក់ជាមិនខានអញ្ចឹងវ៉ាងលិនគឺក៏បានចាប់ដាក់អង្គុយតាមសមាធិចូលនៅក្នុងសមុទ្រផ្លូវចិត្តរបស់គេតែម្ដងហើយមែនណាគឺចាំបានឃើញថាមានចិញ្ចើមពណ៌បៃតងដ៏ធំគឺបានលេចចេញមកអញ្ចឹងហើយវ៉ាងលិនគេក៏មិនដឹងថាមានអ្វីកាត់ឡើងនោះទេហើយគេក៏បានប៉ះចិញ្ចើមពណ៌បៃតងនេះមើលនឹងបានដឹងថាគេក៏មិនអាចប្រើប្រាស់ការចងចាំរបស់គេសៀវទុកវិជាសិនតូបានឡើយហើយនឹងគិតថាវាប្រកបជាមានត្រាការពារបិទបាំងកុំឲ្យចងចាំអីចឹងទៅដូច្នេះវ៉ាងលិនគេក៏បានគិតនឹងជាជាមរកទីសាស្ត្រដើម្បីបំបាច់ត្រាដែលបានបើផ្ចិតនៅលើវិជាសិនតូនេះនឹងបានគិតទៅដល់បុព្វបុរសនៃប្រសាទសង្គ្រាមពិតជាអស្ចារ្យចឹងណាដែលបាននឹកឃើញវិជានឹងកណិតបែបនេះហើយស្របពេលជាមួយគ្នានោះដែរអដងភ្លើងវល់វាក៏បានចេញមកខាងក្រៅនឹងបានគិតថាខ្លួនវាគឺមិនអាចស្ដាប់អាចមកវ៉ាងលិននេះបានឡើយដោយសារតែវ៉ាងលិនក៏បានប្រើប្រាស់ក្រុមសារទេវវិទ្យារបស់គេជំនួសខ្លួនអដងភ្លើងវល់អញ្ចឹងគេក៏បានសម្រេចចិត្តប្រើប្រាស់វិជាតាក់ទងទៅការសាកាបរបស់គេឲ្យប្រយ័ត្នប្រយែងបញ្ជួយខ្លួនវានឹងផងហើយចឹងកាត់មើលទីតាំងនៅក្នុងចលងភ្នំភ្នំកណ្ដាលវិញក៏ចាំបានឃើញថាមានប្រជាជននៅក្នុងប៉ាស៊ីជីនម្នាក់គឺបានបរិការទៅកាន់បុព្វបុរសរបស់ខ្លួនចឹងណាក៏បាននិយាយតាក់ទងទៅដល់ស៊ូលីងគូដែលជាដងភ្លើងវល់ថាខ្លួនគាត់នឹងនាំអាស៊ូលីងគូត្រឡប់មកវិញយល់ទៅប្រជាជនម្នាក់ហ្នឹងគាត់ក៏មានឈ្មោះថាឈុនលៀងចឹងណាកម្លាំងថាពុតរបស់គាត់គឺស្ថិតនៅក្នុងកម្រិតទី4ថ្នាក់ដំបូងដូច្នេះបុព្វបុរសរបស់គាត់ក៏មានឈ្មោះថាចិនប៉ៃហើយកម្លាំងថាពុតរបស់គាត់នោះវិញគឺស្ថិតនៅក្នុងកម្រិតទី5យល់ទៅគាត់គឺមិនចង់ផ្ដល់ឱកាសទៅឲ្យឈុនលៀងដើម្បីទៅនាំស៊ីលីងកូត្រឡប់មកវិញនោះទេហើយម្យ៉ាងទៀតគាត់ក៏បាននិយាយតាក់ទងទៅដល់ស៊ីលីងកូដែលជាដងភ្លើងវល់ចឹងណាថាវាគឺជាកូនសិស្សនៃនិកាយធានកាងដែលជាបឋមជាងគេបង្អស់នៅក្នុងអាណាចក្រធានកាងតែទោះបីជាណាក់ដល់ប្រជាជនឈុនលៀងគាត់ក៏បានសុំឱកាសពីបុព្វបុរសរបស់គាត់ថាទុកពេលគាត់បានទីទៅហើយនៅពេលនេះគាត់ក៏បានដឹងព័ត៌មានតាក់ទងជាមួយនឹងស៊ីលីងកូហើយថានៅពេលនេះក៏ត្រូវបានកូនសិស្សម្នាក់ដែលស្ថិតនៅក្នុងផ្សារសង្គ្រាមដែលមានឈ្មោះថាម៉ាឡាងក៏បានចាប់ស៊ូលីងកូឃុំឃាំងចឹងហើយគាត់នាំស៊ូលីងកូឲ្យត្រឡប់មកវិញតតែបានម្ល៉េះបុព្វបុរសចិនប៉ៃគាត់ក៏បានទុកពេលវេលា10ថ្ងៃប្រសិនបើប្រជាសុនលៀងធ្វើការងារនេះមិនបានដល់ជោគជ័យគាត់នឹងដាក់ទោសឲ្យណានៃតែម្ដងហើយក៏គិតថាគាត់ហ្នឹងគោខើប្រៃផ្សៃអីអញ្ចឹងប្រជាសុនលៀងគាត់ក៏បានប្រយ័ត្នប្រយែងក៏ហៅកូនសិស្សនៅក្នុងប៉ាស៊ីជីនរបស់គាត់ទាំងអស់ឲ្យប្រយ័ត្នប្រយែងទៅតាមស្វែងរកមនុស្សម្នាក់ដែលមានឈ្មោះថាម៉ាឡាំងតែម្ដងជិះកាត់មើលវ៉ាងលិននៅវិញនៅពេលដែលគេអង្គុយតាមសមាធិភ្លាមៗក៏បានលេចចេញឡើងនឹងក៏បានថាពោផ្សែងប៉សតទាំងអស់នេះចេញមកហើយវ៉ាងលិនគេក៏បានជួយនៅក្នុងសមុទ្រផ្លូវចិត្តរបស់គេអញ្ចឹងណាដោយជាបានឃើញថាក្នុងសមុទ្រផ្លូវចិត្តរបស់វ៉ាងលិនគឺមានប្រជាសសរម្នាក់អញ្ចឹងណាដែលគាត់បានប្រើប្រាស់វិជាបែងភាគជាច្រើនហើយបន្តមកក៏បានរួមបញ្ចូលគ្នាទៅមួយវិញនៅបានសម្រាប់ខ្លួនចឹងលឿនប្រើប្រាស់ម្រាមដៃរបស់គាត់ចង្អុលទៅកាន់ចិញ្ចើមរបស់វ៉ាងលិនហើយទីបំផុតវ៉ាងលិនគេក៏បានដឹងថាទាំងអស់ហ្នឹងវាគឺជាវិជាសម្ងាត់សិនតូនឹងមែនដោយវិជាសម្ងាត់សិនតូនឹងគឺវាអាចបង្កើតនៅរូបរាងកាយបំផន់បានយល់ទៅគឺមានន័យថានៅពេលដែលបង្កើតនៅរូបរាងកាយបំផន់ទៅវឹកខាត់ល្បឿននៅក្នុងការវឹកខាត់គឺកាន់តែលឿនហើយកម្លាំងថាពោនៅការវឹកខាត់ទាំងអស់ហ្នឹងវានឹងហូរចូលក្នុងរូបរាងកាយពិតទាំងអស់វ៉ាងលិនគេក៏បានគិតផងដែរគឺតាក់ទងជាមួយនឹងការបង្កើតនៅរូបរាងកាយបំផន់ចឹងណាថានៅពេលនេះគេគឺគ្មានអាវុធវិទ្យាមន្តឬក៏វត្ថុវិទ្យាមន្តអ្វីនោះទេដើម្បីធ្វើឲ្យរូបរាងកាយបំផន់របស់គេគឺមានភាពរឹងមាំមិនតែប៉ុណ្ណោះវ៉ាងលិនគឺគេមានអារម្មណ៍ដឹងថាគេមានអ្វីមួយយ៉ាងនៅក្នុងចិញ្ចើមថ្មនឹងចឹងណាដូច្នេះគេក៏បានប្រើប្រាស់កម្លាំងថាពោទេពីរបស់គេទៅពិនិត្យមើលដែលបានឃើញថាគេមានក្រុងចឹងខ្មោចណាគេម្នាក់ស្ដាប់នៅទីនេះចឹងណាមិនតែប៉ុណ្ណោះក៏បានឃើញផ្លាតសម្គាល់ខ្លួនមួយផងដែរដោយវ៉ាងលិនគេក៏បានចុះផ្លាតសម្គាល់ខ្លួនមកដំកល់នៅខាងលើគេនេះចឹងណានឹងបានអង្គគ្រប់ថាគាត់ប្រកាសជាបុព្វបុរសនៃប្រសាទគ្រឿងនឹងហើយនឹងបានអរគុណនៅវិគ្រប់ចានទាំងអស់ជាពិសេសគឺវិជាសម្ងាត់សិនតូអញ្ចឹងវ៉ាងលិនគេបានគិតថាដោយបញ្ហាទាំងអស់នៅក្នុងប្រសាទសង្គ្រាមក៏ត្រូវបានដោះស្រាយហើយអញ្ចឹងនៅពេលនេះគេនឹងដោះស្រាយរឿងបន្ទាប់ទៀតនៅពេលដែលវ៉ាងលិនចេញមកខាងក្រៅគឺចាំបានឃើញថាបុរសចំណាស់ដែលមួយជីគាត់ក៏បានដេកចាំវ៉ាងលិននៅទីនេះអញ្ចឹងណាហើយគាត់បាននិយាយផងដែរថាពីមុនមកគាត់គិតថាវ៉ាងលិនគឺមិនហ៊ានមកជួបគាត់នោះទេប្រកាសជាព្យាយាមគេ
ខ្លួនទៀតហើយតែទៅជាណាក៏ដោយគាត់បានចាប់ញ្ញានាំវ៉ាងលៀនធ្វើដំណើរចាក់ចេញទៅតែម្ដងនៅពេលដែលប្រកាសទៅពីធ្វើដំណើរទៅអាដុងភ្លើងវល់ដែលស្ថិតនៅក្នុង Fort Virgin របស់វ៉ាងលៀននៅវិញវាបាននិយាយថា Daily Link អញក៏ត្រូវតែមកជ្រុំទៅ Daily Link គឺជានរណាគេអត់មានគំមិនតន់ដឹងនោះទេហើយដុងភ្លើងវល់វាសង្ឃឹមថា Daily Link នឹងត្រូវតែមកបើមិនចឹងនោះទេខ្លួនវាប្រកាសជាត្រូវបានអាចចំមកវ៉ាងលៀននេះជាជាន់ជារៀងរហូតជាជាមិនខានអញ្ចឹងឯវ៉ាងលៀនក៏បានសួរអាដុងភ្លើងវល់ផងដែរតែវាគឺកំពុងតែធ្វើអ្វីអញ្ចឹងដុងភ្លើងវល់វាក៏បានជាប្រឡប់វិញថាវាគឺកំពុងតែជូនពរឲ្យលោកម្ចាស់ឯងគឺសូមឲ្យមានអាយុយឺនយូរយល់ទៅអាដុងភ្លើងវល់វាពិតជាពូកែរកល្បិចមែនតើហើយនៅពេលដែលប្រកាសទៅពីអ្នកធ្វើដំណើរទៅមុខបានបន្តិចភ្លាមៗនោះបរិយាកាសនៃទីនេះក៏បានប្រែប្រួលទៅជាពណ៌ស្វាយមិនតែប៉ុណ្ណោះគឺជាបានឃើញថាក៏មានជើងសថ្មធំជាច្រើនក៏បានធ្លាក់មកលំពាត់ប្រកាសទៅពីអ្នកជុំទិសតែម្ដងដែលនោះគឺជាមនុស្សដែលស្ថិតនៅក្នុងប៉ាស៊ីជីនឹងឯងយល់ទៅទាំងអស់ហ្នឹងគឺជាអ្វីដែលវ៉ាងលៀនគេក៏បានគ្រងទុកចឹងណាវ៉ាងលៀនគេក៏សប្បាយចិត្តផងដែរបន្ទាប់ពីបានឃើញមនុស្សដែលស្ថិតនៅក្នុងប៉ាស៊ីជីមកដូចនេះចំណែកឯដុំភ្លើងវល់នៅវិញវាជាសប្បាយចិត្តខ្លាំងមែនតើនឹងបាននិយាយថានៅពេលនេះសាច់ញាតិបងប្អូនរបស់គេគឺបានមកជួយគេហើយនៅពេលនេះអញ្ចឹងប្រជាជនលៀងគាត់ក៏បានចិត្តកាន់វ៉ាងលៀនខ្លាំងអាចច្មក់ម៉ាឡាំងតែឯងគឺដឹងថាឯងគឺកំពុងតែធ្វើអំពើបាបយ៉ាងធ្ងន់ធ្ងរដែរអនហើយវ៉ាងលៀនគេក៏បាននិយាយទៅវិញងាយៗថាគេគឺមិនដឹងនោះទេដូច្នេះប្រជាជនលៀងគាត់ក៏បានសួរកាក់ឯងដើម្បីប្រើប្រាស់វិជាបត់ដៃខ្មៅរបស់គាត់ធ្វើការវិភាគទៅក៏ប៉ុន្តែត្រូវបានមនុស្សចំណាស់ដូចវិជាប្រើប្រាស់កម្លាំងបានតិចបានវាបំផ្លាញនៅស្និតបាត់ដៃខ្មៅរបស់ប្រជាជនលៀងក្តែងដូច្នេះមនុស្សចំណាស់ដូចវិជាគាត់បានដឹងថាមនុស្សទាំងអស់គ្នានៅចំពោះមកគាត់នេះគឺជាមនុស្សដែលស្ថិតក្នុងប៉ាស៊ីជីនអញ្ចឹងគាត់ក៏បាននិយាយខ្លាំងៗថាពួកអ្នកទាំងអស់គ្នាមកទីនេះគឺដើម្បីអ្វីអញ្ចឹងប្រជាជនលៀងគាត់ក៏បានចូលមកអន់គ្រប់ទៅកាន់មនុស្សចំណាស់ដូចមួយជីអញ្ចឹងថាជនខ្ពស់ហាអាចច្បាប់ម៉ាឡានេះក៏បានសម្រាប់កូនសិស្សនៅក្នុងប៉ាស៊ីជីនរបស់ពួកគាត់មិនតែប៉ុណ្ណោះគឺបានចាប់ឃុំឃាំងដួងភ្លឹងស៊ីលីងកូទៀតអញ្ចឹងគាត់មកនៅពេលនេះគឺនាំអាចច្បាប់បាងលៀនទៅដាក់ទោសនៅក្នុងប៉ារបស់ពួកគាត់អញ្ចឹងឯងមនុស្សចំណាស់ដូចមួយជីគាត់ក៏បានសួរបាងលៀនរបស់យើងអញ្ចឹងថាមានរឿងទាំងអស់នឹងកាត់ឡើងមែនហ្វាន់លីនគេបាននិយាយថាគ្មានរឿងទាំងអស់នឹងកាត់ឡើងនោះទេចំណែកគេដុំភ្លឺវល់វាបាននិយាយថាទេមើលពិតទេថាអាចច្បាប់ម្នាក់ហ្នឹងក៏បានធ្វើរឿងទាំងអស់ហ្នឹងតាមលឺខ្លួនគេពិតប្រាកដមែនបើទៅពីបានលឺវ៉ាងលៀននិយាយអញ្ចឹងហើយមនុស្សចំណាស់ដូចមួយជីគាត់បាននិយាយទៅកាន់អ្នកទាំងអស់គ្នាឲ្យពួកគេព្យាយាមចាក់ចេញពីផ្លូវរបស់គាត់នៅពេលនេះជាបន្តក៏ប៉ុន្តែមិនណាប្រជាជនលៀងគាត់បានប្រាប់ឲ្យមនុស្សរបស់គាត់ទៅឆោតទីកន្លែងជាសោធំទាំងអស់ហ្នឹងដើម្បីត្រៀមខ្លួនអញ្ចឹងណានឹងបាននិយាយទៅកាន់មនុស្សចំណាស់ដូចមួយជីថាទៅបីជាកម្រិតថាពលរបស់រាជបងខ្ពស់ក៏ដោយប៉ុន្តែទៅបីជាណាក៏ដោយគំសាកសមធ្វើជាសត្រូវជាមួយនឹងប៉ាស៊ីជីនរបស់ពួកគាត់ឡើយហើយនឹងគិតថារាជបងឯងគឺមិនគួរណាធ្វើឲ្យខ្លួនឯងធ្លាក់ចូលនៅក្នុងសភាពគ្រោះថ្នាក់ដើម្បីជួយអាចចំក់បានឡើងនេះនោះទេមានណាមនុស្សចំណាស់ដូចមួយជីដែលបានលើប្រជាជនលៀងនិយាយដូច្នោះគាត់គិតថាពីសម្បត្តិទាំងអស់ហ្នឹងគឺចង់និយាយគម្រាមគាត់មែនអញ្ចឹងឯងគាត់បានបើកភ្នែកចេញមកអញ្ចឹងណានឹងបានជាបច្ចៈម្ដងទៀតថាពួកអ្នកទាំងអស់គ្នាគឺចាក់ចេញពីផ្លូវរបស់គាត់នៅពេលនេះដែរអនបន្ទាប់ពីបានលើអញ្ចឹងមានណាប្រជាជនលៀងគាត់បានប្រើប្រាស់ដុំថាពុតរបស់គាត់ចេញមកបានបង្កើតចិញ្ចៀក្បួនជើងសិននៃការបង្កើតចិញ្ចៀដុំថ្មដ៏ធំមួយដើម្បីឆ្លាក់សង្កត់ទៅកាន់បរិសុទ្ធចំណាត់ដូចមួយជីជាមួយនឹងវ៉ាងលៀនផងដែរចំណែកឯដុំភ្លើងវល់វាបានសោកកាក់ឯសប្បាយចិត្តអញ្ចឹងណាថាមកទៀតវាគឺមានសេរីភាពវិញហើយក៏ប៉ុន្តែមានណាមនុស្សចំណាស់ដូចមួយជីគាត់បានប្រាស់ដៃបញ្ឈៀងរបស់គាត់មកទប់រងពប់ក៏ធ្វើឲ្យអ្នកទាំងអស់គ្នាប្រហែលនេះឡើងប៉ាំងទៅជាមួយជំហានទៀតផងដែរមិនតែប៉ុណ្ណោះគាត់បាននិយាយប្រាប់អ្នកទាំងអស់គ្នាថាខ្លួនគាត់ក៏មានទំនាក់ទំនងល្អជាមួយនឹងប៉ាស៊ីជីនរបស់ពួកឯងអញ្ចឹងហើយគាត់គឺមិនចង់សម្លាប់ពួកឯងទាំងអស់គ្នានឹងឡើយហើយសមាធិព្រមតែពួកឯងមានតែប៉ុណ្ណឹងគឺមិនអាចគម្រាមកំហែងមកគាត់បានឡើយអញ្ចឹងហើយគាត់គិតថាខ្លួនគាត់គឺខានសម្លាប់មនុស្សអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែរអញ្ចឹងនៅថ្ងៃនេះគាត់ត្រូវតែសម្លាប់មនុស្សឲ្យស្បែកដៃណានៃតែម្ដងអញ្ចឹងហើយគាត់បានប្រាក់កម្លាំងរបស់គាត់ទៅសម្លាប់ពួកគេទាំងអស់គ្នាស្លាប់អស់ជាច្រើនអ្នកវ៉ាលីបានឃើញអញ្ចឹងគឺពិតជាមានការព្យាបាលនឹងបានគិតថាទាំងអស់ហ្នឹងវាជាអនុភាពពីអាវុធវេទមន្តដែលមនុស្សចំណាស់ដូចមួយជីបានប្រើអញ្ចឹងណាអញ្ចឹងឯងមនុស្សចំណាស់ដូចមួយជីគាត់គឺបានសម្លាប់មនុស្សដែលស្ថិតនៅក្នុងប្រទេស4ទាំងអស់គ្នានឹងឡើយដែលគាត់នឹងទុកមុខឲ្យប៉ាស៊ីជីនដូច្នេះគាត់បានចាប់បញ្ញាបន្តដំណើរទៅមុខទៀតទៅដូច្នេះដងព្រឹងវល់វាបានជួងសោករបស់ខ្លួនឯងអញ្ចឹងណាថាវាគឺមិនអាចទៅរកនោះទេហើយបើជាមានរឿងទាំងអស់នេះកើតឡើងរួមទៅវាបាននិយាយតាក់ទងទៅដល់វ៉ាងលៀនជាវ៉ាងលៀនផងហើយបន្ទាប់មកមែនណាវ៉ាងលៀនក៏បាននិយាយទៅកាន់អាដងព្រឹងវល់ថាឯងគឺចេះពីរៀបប្រើប្រាស់វិធីសម្ងាត់តាក់ទងជាមួយនឹងមនុស្សដែលស្ថិតក្នុងប៉ាស៊ីជីនមែននឹងឲ្យអាដងព្រឹងវល់បញ្ញាប្រើប្រាស់វិធីសម្ងាត់នោះបន្តទៀតទៅមានណាអាដងព្រឹងវល់តែបានលើវ៉ាងលៀនអញ្ចឹងវាពិតជាមានការភ្ជាប់ថាវ៉ាងលៀនរបស់យើងក៏បានដឹងតាំងពីយូរណាស់មកហើយអញ្ចឹងវាក៏បានសម័យនឹកឃើញកាពីមុនអញ្ចឹងណាមុនពេលដែលវាប្រើប្រាស់វិធីសម្ងាត់ទៅកាន់មនុស្សទាំងអស់គ្នាក្នុងប៉ាស៊ីជីណដល់កាពិតទៅវ៉ាងលៀនគេក៏បានដឹងតាំងពីដំបូងបងបន្លែហើយវាគឺជាផែនការនិងល្បិចរបស់វ៉ាងលៀនបោកបិឆោតអាដងព្រឹងវល់អញ្ចឹងណាដូច្នេះមនុស្សចំណាស់ដូចមួយជីក៏បាននិយាយទៅកាន់វ៉ាងលៀនអាចចំម៉ាឡាំងថានេះគឺជាលើកទី2ដែលគាត់ក៏បានជួយសង្គ្រោះជីវិតឯងហើយអញ្ចឹងគាត់ក៏បាននិយាយណែនាំកុំឲ្យវ៉ាងលៀនរបស់យើងប្រើប្រាស់ល្បិចទៀតអីគឺដាច់ខាតមិនអាចចាក់ចេញពីគាត់ទៅណាបានឡើយហើយតែប៉ុណ្ណោះគាត់បានគិតក្នុងចិត្តនិងបានដឹងថាអាចចំម្នាក់នេះគឺតាក់ទាញមនុស្សដែលស្ថិតក្នុងប៉ាស៊ីជីនមកជួបគាត់ដោយចេតនាគឺចង់ខ្ចីដៃគាត់ប្រយុទ្ធជាមួយសត្រូវបើសិនបើមានឱកាសប្រកាសជានឹងរួចកិច្ចខ្លួននឹងបានសរសើរទៅកាន់វ៉ាងលៀនពិតជាឆ្លាតខ្លាំងមែនទែននឹងបានគិតថាបើស្បើគាត់អាចចុកអាចចំវ៉ាងលៀនធ្វើជាកូនសិស្សរបស់គាត់បានវាគឺជារឿងល្អតែទៅបីជាណាខ្លះគាត់គិតថាអាចចំបែបហ្នឹងគឺគ្មានឱកាសឲ្យរស់រានមានជីវិតបន្ទាប់ពីបានចូលទៅក្នុងទឹកដីនៃដែនកំណត់នឹងបានឡើយអញ្ចឹងគាត់បានបន្តដំណើររហូតដល់ទីកន្លែងនេះដែលជាទីកន្លែងដែនកំណត់នឹងឯងដែលគាត់ក៏បានជាប្រាប់វ៉ាងលៀនថាពួកគាត់គឺត្រូវ
តែចូលទៅក្នុងច្រកផ្លូវនៅខាងលើនេះគឺតាមរយៈក្បួនការបោកកាត់ពីសម័យបុរាណហើយបន្ថែមទៀតគាត់ក៏មានមិត្តភ័ក្តិមួយចំនួនទៀតផងដែរដែលបានស្វែងចូលវិជាកត់ត្រានៅក្នុងសៀវភៅបុរាណអញ្ចឹងណាហើយគាត់ក៏បានតាមស្វែងរកវិធីសាស្ត្រនៅក្នុងការដំណើរការក្បួនការបោកកាត់នេះអស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមកហើយផងដែរតែបានលើចឹងវ៉ាលីនគេពិតជាមានការខ្ជិលផ្អើលនៅបានគិតថាដូចអ្វីដែលគេបានគិតចឹងដំបូងមកគឺគិតថាក្បួនការបោកកាត់នេះវាពិតជាចម្លែកជោគតែមែនតើនៅបានសួរទៅកាន់មនុស្សចំណាស់ដូចមួយជីថាតើតើជាមួយនឹងក្បួនការបោកកាត់និងផ្លូវឆ្ពោះទៅកាន់ដែនកណ្ដាប់ចឹងណាថាវាគឺមានអ្វីដែលពិសេសគួរឲ្យកត់សម្គាល់ខ្លះយល់ទៅផ្លូវឆ្ពោះទៅកាន់ដែនកណ្ដាប់ឬមួយក៏ភ្នូររបស់ព្រះគឺមានគ្រោះថ្នាក់ដោយសារតែតាមរយៈផ្លូវហ្នឹងគឺមានសัญចម្លែកឬមួយក៏អ្វីផ្សេងជាច្រើនទៀតហើយភ្លាមនោះមានអ្នកគឺលឺសលេងអ្នកម្នាក់បាននិយាយថាអត្តពលរបស់សត្វទាំងអស់នោះគឺមិនចាញ់សត្វអមតៈនោះទេហើយកម្លាំងថាពលរបស់ពូវីគឺមិនអាចបោះវិញបានឡើយអញ្ចឹងគាត់គឺមានហាសនាថាព្រះចៅអាត្រិចពីសម័យបុរាណកម្លាំងថាពលរបស់គាត់ទៅវិញគឺស្ថិតនៅក្នុងកម្រិតទី5ថ្នាក់ដំបូងអញ្ចឹងគាត់ក៏បានជាទៅកាន់វ៉ាងលេនអាចចំមកពីណាចេះហេតុអ្វីបានជាភ្លីភ្លើមិនដឹងរឿងទាំងអស់នេះដូចនេះអញ្ចឹងមនុស្សចំណាស់ដូចមួយជីគាត់បានប្រើប្រាស់វិជាផ្លូវចិត្តប្រាប់ទៅកាន់វ៉ាងលេនអញ្ចឹងណាថាបុគ្គលម្នាក់នេះគឺមានហាសនាថាព្រះចៅអាត្រិចកាលពីសម័យបុរាណដែលគាត់គឺបានទទួលបានចំហាយខ្យល់អមតៈបូករួមជាមួយឆ្អឹងកាលពីសម័យបុរាណកាលអមតៈផងដែរហើយបុគ្គលម្នាក់ហ្នឹងគឺចូលចិត្តសម្រាប់មនុស្សរំគាលអស់ច្រើនអ្នកនៅក្នុងទីក្រុងរាប់មិនអស់ឡើយហើយក៏មានឈ្មោះល្បីល្បាញនៅក្នុងទឹកដីស៊ីមហៃផងដែរអញ្ចឹងហើយគាត់បានប្រើប្រាស់កម្លាំងថាវពលរបស់គាត់បង្កើតជាភ្ជាប់នេះប្រើទៅកាន់វ៉ាងលេនគឺបានលួចកិច្ចនឹងប្រើប្រាស់អាវុធវេទមន្តរបស់គេមកទម្រង់តែមិនអាចបំបែកនៅកម្លាំងថាវពលភ្ជាប់នឹងបានឡើយអញ្ចឹងហើយមនុស្សចំណាស់ដូចមួយជីគាត់បានប្រើប្រាស់កម្លាំងថាវពលរបស់គាត់មកទម្រង់ជួយវ៉ាងលេនអញ្ចឹងណានឹងបាននិយាយថាចំមកបែបនេះគឺជាមនុស្សសំខាន់ដែលអាចឆ្លងផុតនៅកម្រិតទី3បានយល់ទៅអត់មានគឺមិនទាន់ដឹងថាកម្រិតទី3គឺជាអ្វីឲ្យប្រកាន់នោះទេអញ្ចឹងគាត់ក៏បាននិយាយហាមនុស្សចំណាស់ម្នាក់ហ្នឹងកុំធ្វើឲ្យព្រះប្រាអញ្ចឹងណាដោយបានលីអញ្ចឹងគាត់ពិតជាមានកាហ្វេឆាប៉ាហើយមានអ្នកភ្លាមក៏មានអ្នកគេម្នាក់មកផងដែរដែលគាត់ក៏ចង់ដឹងថាម្នាក់ហ្នឹងគឺអាចឆ្លងផុតនៅកម្រិតទី3បានឬមកក៏មិនបានគាត់ក៏ចង់ដឹងដូចគ្នាអញ្ចឹងមនុស្សចំណាស់ទីមួយជីគាត់បានប្រើវិជាផ្លូវចិត្តប្រាប់វ៉ាងលេនទៀតអញ្ចឹងណាថាបុគ្គលម្នាក់ហ្នឹងគាត់គឺជាចៅហ្វាយក្រុងមួយនៅក្នុងចំណោមចៅហ្វាយក្រុងតាមប៉ាល់អញ្ចឹងណាហើយក៏ជាមនុស្សល្បីល្បាញមានកេរ្តិ៍ឈ្មោះនៅក្នុងទឹកដីស៊ីមហៃដូចគ្នានិងក៏បានបង្កើតឲ្យចងរំអស់នៅក្នុងជីវិតរបស់គាត់ផងដែរអញ្ចឹងមនុស្សចំណាស់ទីមួយជីគាត់បាននិយាយប្រាប់អ្នកទាំងអស់គ្នាថាអាចមកម្នាក់ហ្នឹងគឺមានអក្ខរាវរុធនៃការស្លាប់អូអញ្ចឹងអត់មានគឺផ្លេចនិយាយហាសនាអបិម្នាក់ហ្នឹងក៏ពិតទៅគាត់គឺមានហាសនាថាព្រះបិសាចបំណងរដ្ឋាទាំង6កម្លាំងថារបស់គាត់នៅវិញគឺស្ថិតនៅក្នុងកម្រិតទី5ថ្នាក់ដំបូងដូចគ្នាដូច្នេះគាត់ក៏បានជាទៅកាន់វ៉ាងលេនអាចមកបើសិនបើឯងគឺអាចឆ្លងផុតនៅកម្រិតទី3បានគាត់នឹងសុខចិត្តយកឯងធ្វើជាកូនសិស្សរបស់គាត់អញ្ចឹងឯវ៉ាងលេនគេក៏បានអង្គគ្រប់គូសំអរគុណទៅកាន់គាត់វិញចឹងទៅមិនតែប៉ុណ្ណោះមនុស្សចំណាស់ដូចមួយជីគាត់ក៏បានជាទៅកាន់មិត្តភក្តិរបស់គាត់ម្នាក់ទៀតចឹងណាដល់គាត់ក៏ថាមិត្តភក្តិរបស់គាត់ម្នាក់ទៀតហ្នឹងប្រកាសជាត្រូវបានមនុស្សដែលស្ថិតក្នុងតកូលត្រូសម្រាប់បាត់បង់ជីវិតហើយមើលទៅក៏ប៉ុន្តែមានអ្នកភ្លាមក៏បានលឺសម្លេងនរណាគេម្នាក់បាននិយាយទៅវិញចឹងណាថាមនុស្សដែលស្ថិតក្នុងតកូលត្រូគឺមិនអាចធ្វើអ្វីគាត់បានឡើយដែលនោះគឺជាមិត្តភក្តិរបស់គាត់ម្នាក់នេះនឹងឯងក៏បានលើកចេញឡើងនៅកកាត់ដ៏ធំមួយគាត់ក៏បានបង្ហាញខ្លួនមកដូចគ្នាអញ្ចឹងគាត់ក៏មានឈ្មោះថាមេងទុយស៊ីអាសនារបស់គាត់គឺហៅថាអ្នកម្ចាស់នៃវិមានថ្នាំពុលហើយកម្លាំងថាពុលរបស់គាត់ទៅវិញគឺស្ថិតក្នុងកម្រិតទី5ថ្នាក់គាត់ដែរដូចជាមនុស្សចំណាស់ដេមួយជីដែរដូច្នេះគាត់ក៏បានជាទៅការចាំមកវ៉ាងលេនរបស់ជើងប្រសិនបើអាចមកនឹងគឺមានអក្ខរាវិរុទ្ធនៃការស្លាប់វាពិតជាល្អប្រសិនបើគ្មានប្រយោជន៍អ្វីនោះទេគាត់នឹងឲ្យសត្វកកាបរបស់គាត់នឹងស៊ីអាចមកនឹងចូលនៅក្នុងពោះតែម្ដងហើយវ៉ាងលេនក៏បានគិតថានៅក្នុងកិច្ចការងារលើកនេះមនុស្សជើងខ្លាំងដែលស្ថិតក្នុងទឹកដីស៊ីមហៃនៅតំបន់កណ្ដាលគឺបានមកជាច្រើនអ្នកយល់ទៅអមីសុំបញ្ជាក់ផងដែរថាតំបន់ទឹកដីស៊ីមហៃដែលវ៉ាងលេនទៅគ្រប់គ្រងប៉ាឌូស៊ីក៏ប៉ុន្តែគ្រាន់តែជាផ្នែកខាងក្រៅនៃតំបន់ទឹកដីស៊ីមហៃតែប៉ុណ្ណោះហើយពួកគាត់ទាំងអស់គ្នាគឺស្ថិតនៅផ្នែកខាងក្នុងនៃទឹកដីស៊ីមហៃដោយមិនដែលខាប់ពេលយូរទៀតមនុស្សចំណាស់ដូចមួយជីគាត់ក៏បានយុទ្ធថ្មវិជាថ្នាក់កម្ពស់4ដុំចេញមកវ៉ាងលេនបានឃើញថ្មកម្ពស់អញ្ចឹងក៏ពិតជាមានការខ្ជាប់អាខ្លាំងមែនតើក៏ធ្វើឲ្យមនុស្សចំណាស់ម្នាក់នេះគាត់បាននិយាយមើងងាយទៅកាន់វ៉ាងលេនអញ្ចឹងណាថាថ្មវិជាថ្នាក់កម្ពស់វាគឺជាវត្ថុមានតម្លៃនៅក្នុងគណៈចក្រស៊ូសាគូអញ្ចឹងណាថាអាចមកឯងគឺមិនតែបានឃើញនោះទេដល់ពួកគាត់ទៅពីក៏បានបោះថ្មវិជាថ្នាក់កម្ពស់របស់គាត់ដំណើរការក្បួននៃការបង្កើតដោយយើងបានឃើញថាក៏មានពលិតាម8ទិសក៏បានលើចេញមកអញ្ចឹងណាអញ្ចឹងឯតែសាច់រឿងភាគទី26របស់យើងក៏ត្រូវបានកាត់ស្លេះទៅប៉ុណ្្នឹងដែរអេមានជាស្រ័យខ្លាំងមែនតើគឺឲ្យបងប្អូនចាំជួអញ្ចឹងណាដោយអ្វីដែលមានបាននិយាយនៅក្បាលវីដេអូអញ្ចឹងដោយសារតែមានគឺទៅពេទ្យហើយមួយទៀតគឺចត់រវល់ការងារមួយចំនួនទៀតផងដែរជាហេតុដែលអេមានបានសម្បាយរឿងជូនបងប្អូនទាំងអស់គ្នាបានទស្សនាអញ្ចឹងទៅគឺមែនតើអធិស្ឋាននិងអរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះពីដើមដល់ចប់ហើយអេមានប្រូស្មតនឹងជួបបងប្អូនទាំងអស់គ្នានៅវីដេអូថ្មីបន្តទៀតអរគុណច្រើន